សួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីបងប្អូនបាទយប់នេះបងប្អូន admin បង្វែរអារម្មណ៍បងប្អូនមកលេងក្នុងការប្រកួតពានរង្វាន់ Europa League ម្ដងបងប្អូនបាទបន្ទាប់ពី English Premier League បន្ទាប់ពី UEFA Champions League បាទសម្រាប់មួយទៅមួយឥឡូវចូលមកដល់ការប្រកួត Europa League ម្ដងបងប្អូនបាទក្នុងការប្រកួតនេះមានដូចជាបូនីញ៉ាត្រូវប៉ះគ្នាជាមួយនឹង Celtic ផងដែរក្នុងការប្រកួតនេះបងប្អូនបាទហើយគូទី2បាទគូទី2 Fenerbahce ត្រូវប៉ះគ្នាជាមួយនឹង Aston Villa ក្នុងការប្រកួតនេះចាំមើលតើក្រុមទាំងពីរនេះអាចនឹងរកគ្រាប់បានប្រមាណគ្រាប់ក្នុងការបើករដូវកាលនៅរាត្រីនេះតែម្ដងបងប្អូនបាទហើយពិសេសបើបងប្អូនចង់ចូលទៅក្នុងក្រុមបងបាល់របស់ admin គ្រាន់តែបងប្អូនចុច link នៅ bio TikTok ឬក៏ description នៅលើ Facebook page របស់ admin នឹងធ្វើគូតម្លាក់ជារៀងរាល់ថ្ងៃតែម្ដងបងប្អូនបាទចាំមើលតើបាទបើករដូវកាល Europa League នេះចាំមើលតើក្រុមទាំងពីរនេះអាចនឹងរកគ្រាប់បានប្រមាណគ្រាប់ប៉ុន្តែ admin រំពឹងទៅលើការប្រកួតគូទី1ឲ្យបងប្អូនលេងទៅខាង over បាទគូទី1បាទឬក៏លេងទៅខាងសេតិចឯងបងប្អូនបាទ admin សង្ឃឹមទៅលើសេតិចក្នុងពានរង្វាន់នេះបាទហើយគូទី2ឲ្យលេងទៅខាង Aston Villa បាទទោះ Aston Villa ក្នុងពានរង្វាន់ English Premier League ក៏មិនបានធ្វើល្អដែរប៉ុន្តែក្នុងការប្រកួតនៃEuropa League នេះ admin សង្ឃឹមទៅលើ Aston Villa បងប្អូនបាទនៅនឹងមានភាគរយឈ្នះច្រើនតោះកុំភ្លេចវិនិយោគជាមួយ admin ទាំងគ្នាឬក៏បងប្អូនអាចឆាតមក admin នឹងធ្វើការបើក account ជូនបងតែម្ដងបាទពិសេសមានគូថ្មីចែកជូនបងប្អូនលេងជារៀងរាល់ថ្ងៃតែម្ដងបងប្អូនបាទចង់ចូលទៅក្នុងក្រុម VIP admin នឹងធ្វើគូតម្លាក់ជារៀងរាល់ថ្ងៃតែម្ដងកុំភ្លេចវិនិយោគទាំងអស់គ្នាអរគុណ